លោកយាយម្នាក់នេះមានវិធីសងសឹកដែលល្អណាស់លោកយាយដាំផ្កាអន្តនូរបស់គាត់ហើយរីករាយជាមួយការលូតលាស់របស់វាប៉ុន្តែភ្លាមនោះផ្ការបស់គាត់ក៏ត្រូវបានជន់ឈ្លីនៅលើដីនឹងក៏ដោយសារតែវាជាស្នាដៃរបស់ទាហានកងកាច់ម្នាក់ដែលមានកាំភ្លើងក្នុងដៃនិងឈើចាក់ធ្មេញក្នុងមាត់គេស្ដោះឈើចាក់ធ្មេញដាក់លោកយាយថែមទាំងបានលួចវ៉ែនតាលោកយាយទៅទៀតដោយកំហឹងគាត់បានរើសឈើច្រត់បំរុងវាបបវិញប៉ុន្តែនៅពេលដែលគាត់បានឃើញកាំភ្លើងនៅក្នុងដៃរបស់ទាហានគាត់ក៏សុខចិត្តចុះចាញ់បន្ទាប់ពីទាហានចាក់ចេញទៅលោកយាយនឹកឃើញផ្កាដ៏ស្រស់ស្អាតហើយរឿងដែលទាហានបានធ្វើចំពោះគាត់ការជឿចាប់ក៏បានធ្វើឲ្យគាត់សម្រេចចិត្តសងសឹកវិញស្អែកឡើងលោកយាយបានដាំផ្កាថ្មីមួយទៀតប៉ុន្តែលើកនេះគាត់មានផែនការអាថ៌កំបាំងពេលទាហានវ័យក្មេងត្រឡប់មកវិញគេបានសាយចំអប់មុននឹងលើកជើងឡើងជាន់ផ្កាមួយទំហឹងរំពេចនោះទាហានឆ្លើយក៏បានរលាយคล้ายទៅជាធូលីផេះដោយបន្សល់ទុកត្រឹមតែវ៉ែនតារបស់លោកយាយប៉ុណ្ណោះដើមហេតុមកពីលោកយាយបានលាក់គ្រាប់បែកនៅក្រោមដើមផ្កានោះឯងក្រោយពីសម្លឹងមើលដោយក្តីពេញចិត្តហើយលោកយាយបានដើរមកយកវ៉ែនតាគាត់វិញគាត់បានបោះផេះរបស់ទាហានឆ្លើយមកធ្វើជាជីឲ្យដើមផ្កាហើយមិនយូរប៉ុន្មានផ្កាអន្តនូក៏បានរីកលូតលាស់ម្ដងទៀតហើយរីកកាន់តែស្រស់ស្អាតជាងមុនទៀតតើអ្នកគិតថាទាហានឆ្លើយសមនឹងទទួលទនកម្មចឹងទេខមមិន